ជំរាបសួរបងប្អូនទាំងអស់គ្នាម៉ាក់ណាណាមកវិញហើយអូខេបងប្អូននេះមកបែបម្ហូបអស់បាយទៀតណាបងប្អូនគឺម៉ាំបកាល្ហុងណាបងប្អូនខ្ញុំមានបកា1 គីឡូកន្លះបងប្អូនហើយខ្ញុំកាត់ក្បាលវាហើយខ្ញុំវះវាជា2ទៅហើយខ្ញុំខ្វេះអាចខ្វេះអីវាចេញអញ្ចឹងណាបងប្អូនបន្ទាប់មកខ្ញុំយកវាទៅប្រឡាក់ជាមួយនឹងអំបិល4 ស្លាបព្រាបងប្អូនហើយខ្ញុំទុកវាមួយយប់សិនឥឡូវខ្ញុំលីងអង្គលីងឲ្យហើយអញ្ចឹងណាបងប្អូនយើងលីងវាហើយយើងយកវាទៅក្លុកហើយទៅខ្ញុំមានម្ដេងដែរបងប្អូនម្ដេងហ្នឹងខ្ញុំបុកវាហើយខ្ញុំយកទៅលីងវាតិចដើម្បីឲ្យវាកាន់តែឈ្ងុយណាបងប្អូនឥឡូវយើងរួចរាល់ហើយយើងមកមើលគ្រឿងផ្សំយើងទៀតខ្ញុំបកាហ្នឹងខ្ញុំទុកមួយយប់ហើយបងប្អូនខ្ញុំចាក់ទឹកវាចោលសិនហើយខ្ញុំត្រងវាសិនបងប្អូនខ្ញុំដាក់វាទាំងទឹកហ្នឹងទេដោយសារវាប្រៃខ្លាំងពេកបើយើងដាក់ទៅអញ្ចឹងណាហើយស្កររបស់ខ្ញុំគឺ1 ខាំកន្លះបងប្អូនខ្ញុំលាយស្ករត្នោតដែរអញ្ចឹងបើបងប្អូនមានស្ករត្នោតសុទ្ធបងប្អូនអាចដាក់បានតែខ្ញុំអត់សូវសម្បូរទេហើយខ្ញុំមានអង្គលីង1 កូនចានហើយម្ដេងហ្នឹងគឺមានកន្លះកូនចានបងប្អូនឥឡូវខ្ញុំច្បល់ម្ដេងជាមួយស្ករនឹងសិនឲ្យវាចូលគ្នាបន្តិចម៉ត់បន្តិចសិនណាបងប្អូនយើងច្បាច់វាអញ្ចឹងទៅព្រោះដោយសារយើងអត់មានស្ករត្នោតដែលទឹកយើងមានស្ករផែនអញ្ចឹងណាបន្ទាប់មកយើងចាក់បកាយើងចូលហើយយើងច្បល់វាមិនបាច់ប្រើដៃច្បាច់វាខ្លាំងពេកក៏បានដែរបងប្អូនណាដូចយើងតែច្បល់វាទៅណាហើយបន្ទាប់មកខ្ញុំដាក់អង្គលីងអូឈ្ងុយណាបងប្អូនជួយត្រង់ហ្មងហើយអាហ្នឹងបើកពេលណាគឺថាជាតិហ្មងជាសាហាវហើយបងប្អូនលាយវាអញ្ចឹងហើយបងប្អូនយកវាដាក់កឡឲ្យស្អាតបិទឲ្យជិតណាបងប្អូនហើយយើងទុកក្រៅ2 យប់សិនចាំយើងយកមកប្រឡាក់វាជាមួយនឹងល្ហុងខ្ចីហើយខ្ញីបងប្អូនបើបងប្អូនដាក់ល្ហុងច្រើនជាងនឹងក៏បានដែរដោយសារខ្ញុំទិញបានតែមួយអញ្ចឹងហើយដាក់ខ្ញីឲ្យច្រើនទៅហើយយើងដាក់ម្ទេសទៅរួចរាល់ហើយបងប្អូនហើយយើងយកទៅផ្អាប់វានៅក្នុងកឡហ្នឹងទុក2 ថ្ងៃនឹងក្រៅបងប្អូនចាំយើងដាក់ក្នុងទូត្រជាក់វិញហើយតែ3 ថ្ងៃអីញ៉ាំបានហើយបងប្អូនជួយហើយវីដេអូយើងមានតែប៉ុណ្្នឹងទេណាអរគុណបាយបាយ